ព្រះសង្ឃណាដែលឆាន់ចំហាន់ដែលប្រសក់គេមិនបានឲ្យអាចារ្យវេនោះតែឆាន់ទៅបរាជិកហ្មងធ្ងន់ធ្ងរណាស់ញោមធ្ងន់ធ្ងរជាទីបំផុតហើយថាអាចារ្យវេហ្នឹងដើម្បីឲ្យដល់ម៉ែឪគេផងដើម្បីប្រសង់ឆាន់បានផងហើយបើប្រសង់ណាឆាន់ចំហាន់អត់មានអាចារ្យវេបរាជិកអញ្ចឹងមិនបរាជិកទៅលោកអស់នេះតែអាត្មាហ្នឹងក៏បរាជិកជាដូនជាតាយបរាជិកក៏ទាំងអស់ហ្នឹងមានសល់មួយទេថាតើពុទ្ធសាសនានឹងជាលក្ខណៈខ្លឹមសារបែបណាបានជាយើងទាំងអស់គ្នានឹងនាំគ្នាគោរពប្រតិបត្តិចំពោះពុទ្ធសាសនាកាលណាបើគោរពប្រតិបត្តិហើយនោះតើនឹងមានគុណមានបុណ្យមានប្រយោជន៍យ៉ាងណាអញ្ចឹងញោមញាតិជាពុទ្ធបរិស័ទទាំងឡាយពិសេសព្រះអង្គជាអ្នកដឹកនាំត្រូវតែប្រឹងសិក្សារៀនសូត្រព្រោះសាសនាពុទ្ធជាង 2000 ឆ្នាំហើយទ្រង់ពិបាកអន្តៈខ្លាំងណាស់នៅមានលោកណាមួយអង្គទៅទេសនាថាបុណ្យទាល់តែមានអាចារ្យវេទៅទៀតអត់អាចារ្យវេបាននេះអាត្មាគាំទ្រថាអាចារ្យជាអ្នកដឹកនាំកម្មវិធីនេះត្រូវធ្វើអីកម្មវិធីនេះត្រូវធ្វើអីកម្មវិធីនេះត្រូវធ្វើអីត្រូវអីហើយដល់ចុងក្រោយវេហ្នឹងគ្រាន់តែញ៉ាំងទឹកចិត្តរបស់ញាតិញោមពុទ្ធបរិស័ទថាឲ្យបានថាទាំងអស់គ្នាព្រោះมันបានចូលមកប្រគេនដោយផ្ទាល់នោះហើយការពិតកាយវាចាចិត្តអញ្ចឹងសំខាន់ណាស់ទៅលើការប្រគេនផ្ទាល់បានមានពាក្យថាសហដ្ឋាទេតិអីនោះសហដ្ឋាទានណាំងទេតិអីនោះសក្កចាំងទានណាំងទេតិអីនោះគេប្រាប់របស់គេត្រឹមតែសបួលទៅលោកនោះនឹងចេះពីសាលាណាព្រះសង្ឃណាដែលឆាន់ចំហាន់ដែលប្រសក់គេមិនបានឲ្យអាចារ្យវេនោះតែឆាន់ទៅបរាជិកហ្មងធ្ងន់ធ្ងរណាស់ញោមធ្ងន់ធ្ងរជាទីបំផុតហើយថាអាចារ្យវេហ្នឹងដើម្បីឲ្យដល់ម៉ែឪគេផងដើម្បីប្រសង់ឆាន់បានផងហើយបើប្រសង់ណាឆាន់ចំហាន់អត់មានអាចារ្យវេបរាជិកអញ្ចឹងមិនបរាជិកទៅលោកអស់នេះតែអាត្មាហ្នឹងក៏បរាជិកជាដូនជាតាយបរាជិកក៏ទាំងអស់ហ្នឹងមានសល់មួយទេលោកសង្ឃបួសឲ្យបិណ្ឌបាតទៅបិណ្ឌបាតយកមកឆាន់ទៅព្រោះគេអាចារ្យណាតាមទៅវេសោះហ្នឹងបិណ្ឌបាតរាល់ថ្ងៃហ្នឹងអាក្រែងព្រះអង្គនៅនេះមិនដឹងទេអាចារ្យនៅនេះតស៊ូវេមិនដឹងទេបើនៅកណានោះអត់ទេតែបិណ្ឌរួចដាក់បាតមកយកមកដល់វត្តយថាឆាន់ហើយអញ្ចឹងមកបរាជិកអត់ទេមិនដឹងវិន័យធម្មតាចេះតែផ្ដេសតែផ្ដាស់អញ្ចឹងឲ្យទៅទេសនានោះមិនមែនធម្មតាទេពីសម័យមុននោះមានលោកមួយអង្គទេសនាថាហែកឋិនទៅមើលវត្តផងវត្តណាដែលអត់មានសីមាកំហែទៅហែទៅក្លាប់ឡានបាក់ដៃបាក់ជើងលែងលះគ្នាទៅមិនដឹងវិបាកច្បាប់នៅពីណាមកចេះថាខ្ញុំកើតទៅដែរអត់មានមើលបោះគេបញ្ជាក់យ៉ាងច្បាស់ថានៅអានិសង្ឃ5ចាំមេតិកា8ពៈលិពោ2អនត្តតាការៈ24អត់មើលទេមើល23នោះគេនិយាយយ៉ាងម៉េចអត់បានមើលទេហ្នឹងអញ្ចឹង